លោកគិតថាខ្ញុំស័ក្តិសមនឹងពណ៌អ្វីទៅមិនក៏លៀបក្រចកក៏មានការបញ្ចុះតម្លៃជាក្រុមដែរពិតមែនហើយអ្នកមានដូចជាលោកប្រកាសជាមិនយល់ពីក្តីរីករាយនៃការសន្សំលុយរបស់អ្នកក៏ដូចពួកយើងទេឥឡូវនេះប្រើ mission សម្រាប់ទិញជាក្រុមគ្រាន់តែលៀបក្រចកអស់39យន្តប៉ុណ្ណោះហើយការអ៊ុតសក់លាបពណ៌សក់និងរុំភ្នែកក៏ត្រឹមតែជាង100យន្តប៉ុណ្ណោះអីនាងមិនមែនយកខ្ញុំទៅផ្សាយពាណិជ្ជកម្មឲ្យ mission ទេលោកមើលទៅមិត្តប្រុសគេផងទាំងសង្ហាទាំងចេះយកចិត្តទុកដាក់មិនដូចលោកទេចេញក្រៅភ្លាមគិតតែរឿងបត់ជើងធំនោះអីថ្ងៃនេះមនុស្សជាច្រើនបានយល់ច្រឡំទំនាក់ទំនងរបស់យើងទាំងពីរត្រូវគេយល់ច្រឡំថាជាសង្សារនឹងខ្ញុំនាងមិនគួរលួចសប្បាយចិត្តទេអីលោកស្រីតូចនេះកើតអីទៀតហើយអ្នកពិតជាចាំមិនបានមែនឬរឿងហេតុនៅយប់នោះយប់ណាទៅនិយាយថាចាំទៅបានហើយតែពេលរសៀលក៏ញ៉ាំហើយដែរឬនាងនៅមានរឿងអីទៀតមិនសប្បាយចិត្តអីចឹងថ្ងៃនេះលោកមានន័យថាម៉េចមនុស្សល្ងងគេជឿខ្ញុំលោកកំពុងបង្ខំខ្ញុំមែនទេមនុស្សល្ងងខ្ញុំស្រឡាញ់នាងណាស់មិនក៏រត់ទៅទៀតហើយមនុស្សនេះខួរក្បាលមិនស្រួលទេដឹងអាកាសធាតុ40អង្សាសេហើយស្លៀកអាវរងាទៀតពាក្យច្រើនខួរក្បាលមិនស្រួលហើយក្មេងស្រីនេះចម្លែកណាស់នាងគិតថានាងស្លៀកពាក់បិទបាំងចិត្តហើយនឹងអាចដោះស្រាយបានមែនទេកុំមកចិត្តខ្ញុំលោកកុំមកចិត្តខ្ញុំនឹងស្រែកហៅគេហើយនាងស្រែកទៅខ្ញុំមើលទៅនាងមិនចង់បានតំណែងពេញសិទ្ធទៀតទេលោកថោកទៀតណាស់មែនហើយលោកមេកាសុំទោសផងខ្ញុំស្មានតែសម្រាមតើមានការអីលោកមេកាល្អលោកចង់វាខ្ញុំមែនទេមានរឿងអីបានជាស្រែកលោកប្រធានចៅខ្ញុំគ្រាន់តែអូសម្អាតកំរាលដោយចៃដន្យហើយក៏ប៉ះលោកមេកាល្អប៉ុណ្ណោះរឿងតូចតាចប៉ុណ្ណឹងសោះលោកនៅចង់ឆ្លោះជាមួយមិត្តរួមការងារលោកទៀតអត់ទេខ្ញុំទៅធ្វើការឥឡូវហើយអាងប់គួរតែទៅដេកលើអាចឆ្កែទៅសូមអបអរសាទរដែលបានដោះសោក្អែកល្អបំផុតជំនាញនេះមានប្រសិទ្ធភាពតែចំពោះបុរសប៉ុណ្ណោះអូនេះជាបញ្ហាហើយតើមេកាហៅបានធ្វើរឿងអីអាក្រក់ទៅបុរសគ្មានអ្នកណាល្អម្នាក់ទេនាងមិនអីទេខ្ញុំត្រូវតែអរគុណនាងបើគ្មាននាងទេខ្ញុំមិនដឹងថាត្រូវធ្វើដូចម្តេចទេរានតូចឲ្យនាងមើលទិន្នន័យនេះខុសហើយខ្ញុំវាយខ្លួនឯងលោកមេកាសូមរក្សាកិត្តិយសខ្លួនឯងផងធ្វើពុតអីគេអ្នកមានលុយមានឋានៈដូចខ្ញុំចាប់អារម្មណ៍នាងគឺជាសំណាងរបស់នាងហើយលែងនាងទៅកុំខ្លាចអីណានេះជាកាដូសុំទោសសម្រាប់នាងស្រោមជើងខ្មៅហានាងពាក់ទៅពិតជាស្អាតណាស់ដូច្នេះតើនាងពាក់អាវរោមចុះទៅធ្វើការរាល់ថ្ងៃដោយសារតែចង់រក្សាការងារមែនទេម្ដាយរបស់ខ្ញុំគាត់មិនសូវស្រួលខ្លួនទេខ្ញុំមិនអាចបាត់បង់ការងារនេះបានទេខ្ញុំបានព្យាយាមទប់អារម្មណ៍និងធ្វើតាមគាត់ហើយតែគាត់នៅតែមិនព្រមទុកខ្ញុំទេប្រឈមមុខនឹងមនុស្សត្រឆានបែបនេះនាងកាន់តែទន់ជ្រាយគាត់ក៏កាន់តែបានចិត្តការរីកចម្រើនមិនមានកំហុសទេកំហុសគឺស្ថិតនៅត្រង់មនុស្សដែលមានបំណងអាក្រក់ទាំងនោះណានស៊ីងខ្ញុំអរគុណនាងហើយហេអរគុណខ្ញុំធ្វើអីពួកយើងជាស្រីគួរតែបង្ហាញសម្រស់ខ្លួនឯងដោយភាពជឿជាក់អូមើលទៅជារ៉ែនរបស់ខ្ញុំបានគិតដល់ហើយស្គាល់វិធីតែងខ្លួនដើម្បីយកចិត្តខ្ញុំមិនក៏លោកនៅតែតាមលងបន្លាចរហូតអីចឹងឯងរៀនពីជារ៉ែនទៅបើចង់ឡើងតំណែងវាមិនមែនត្រឹមតែមួយម៉ាត់ពីខ្ញុំទេប្រាប់មកថ្លៃប៉ុន្មានដែរការកំងនេះខ្ញុំជាអ្នកចេញថ្លៃហើយមិនបាច់ទេមនុស្សខ្លះបើមិនមែនជាការយកចិត្តទេគឺមានបំណងអាក្រក់ឬក៏ចង់លួចឯងគ្រាន់តែជាអ្នកសម្អាតហើយគេជាអ្នកហាត់ការទេកុំធ្វើខ្លួនធំទាំងមិនមែនមនុស្សសម័យបុរាណឲ្យនេះជាសម័យកាលណាហើយឥឡូវនេះមាន mission សម្រាប់ទិញជាក្រុមហើយអាចទិញជាក្រុមរបស់ដៅបានផងធ្វើក្រចកអស់តែប៉ុន្មានសិបយន្តទេទោះបីស្អាតពីក្បាលដល់ចុងជើងក៏មិនអស់ប៉ុន្មានដែរចំណែកលោកវិញមួយជីវិតនេះលែងមានឱកាសហើយលុយលោកទុកព្យាបាលជំងឺខ្លួនឯងទៅនាងស្រួលស្រាប់តែប្រកាច់អីចឹងទៅប្រហែលជាគាត់ទទួលកម្មពីឲ្យមើលទៅវ៉ាវស្អាតណាស់ខ្ញុំមើលនាងទៅលួចបន្លំចុះឡើងទីបំផុតក៏នៅតែមករកខ្ញុំដែរនឹងខ្ញុំនឹងឲ្យឱកាសនាងបង្ហាញសមត្ថភាពម្ដងទៀតជាលើកចុងក្រោយឲ្យតែយប់នេះនាងព្រមញ៉ាំបាយជាមួយខ្ញុំគឺញ៉ាំបាយនឹងហើយខ្ញុំធានាថានឹងឲ្យនាងបានចូលធ្វើការពេញសិទ្ធិភ្លាមតែម្ដងខ្ញុំមកលើកនេះគឺចង់ប្រាប់លោកថាបើនេះជាតម្លៃនៃការបានចូលធ្វើការពេញសិទ្ធិអីចឹងតម្លៃនេះគឺខ្ញុំមិនចង់បានទេនាងឈប់សម្ដែងទៅនាងធ្វើពុតស្អីនាងស្លៀកពាក់ស្អាតបែបនេះមិនមែនដើម្បីឲ្យប្រុសមើលទេអហោះនេះនាងមើលងាយខ្ញុំថាឋានៈខ្ញុំមិនគ្រប់គ្រាន់មែនទេទើបចង់លបួងលោកជើមែនទេតើនាងមើលឃើញខ្ញុំខុសពីគាត់ត្រង់ណាលែងនាងភ្លាមលោកប្រធានហៅខ្ញុំបានទទួលពាក្យបណ្ដឹងនិងរបាយការណ៍អំពីលោកមិនមែនតែមួយដងទេឥឡូវនេះខ្ញុំបានរៀបតទៅជាហើយភស្តុតាងក៏ជាក់ស្ដែងមិនមែនទេលោកចៅមនុស្សរបស់ខ្ញុំក៏បានប្រមូលភស្តុតាងជាច្រើនអំពីទង្វើមិនសមរម្យរបស់លោកដែរខ្ញុំខ្លាចថាទៅថ្ងៃមុខវិស័យនេះនឹងលែងស័ក្តិសមសម្រាប់លោកហើយសូមលោកចាក់ចេញទៅអើយមកទៀតហើយជួបំដងណាក៏គ្មានរឿងល្អកើតឡើងដែរក្រោយពីនេះខ្ញុំលែងបង្ហាញខ្លួនទៀតហើយមន់ចំហុយខ្មុកក្លិនក្រអូបប្រធានអាយអត់ស្រួលហើយសៀវសួងបាត់ខ្លួនហើយអីគេប្រញាប់តាមរកទៅខ្ញុំជាមេ recording man ទៅហើយខ្ញុំមានសិទ្ធិស្វែងរកសេរីភាពធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលអស់ឯងហ៊ានណាស់
anh thêm tiền riêng rút trên bịp tê tiệp hồng chất siêu bao anh căn tại hiên làng hải lên nhom chỉ cùng lúcอายุ5 ឆ្នាំទៅហើយខ្ញុំមានសិទ្ធិស្វែងរកសេរីភាពគួរឲ្យអស់សំណើចទេអញ្ចឹងប្រគល់ឲ្យនាងហើយជាឱកាសល្អមួយទៀតដើម្បីរកពិន្ទុធានាថានឹងបំពេញភារកិច្ចបានល្អនាងជាស្រីដែលចង់ចូលចិត្តពូខ្ញុំទៀតហើយក្មេងដូចជាចេះច្រើនណាស់ក្បាលមនុស្សប្រុសមិនអាចប៉ះផ្ដេសផ្ដាស់បានទេមើលទៅក្រុមគ្រួសារឯងក៏មានលក្ខណៈពិសេសដែរមុននឹងស្វែងរកសេរីភាពគួរតែបំពេញពូជាមុនសិនទេទៅមកតាមខ្ញុំហឹមខ្ញុំមិនទៅទេប្រកាសទេហឹមខ្ញុំមិនដើរមួយជំហានជាមួយមីងទេចាំមើលមីងធ្វើអីខ្ញុំមហាអរគុណដែលទិញមីឲ្យខ្ញុំញ៉ាំតែខ្ញុំមិនញ៉ាំទេខ្ញុំឲ្យមីងអាហោះមីងមិនខ្លាចហិរទេឪពុកខ្ញុំទួយខ្លាំងម្ដាយខ្ញុំចំណាយលុយច្រើនតើអ្នកគិតយ៉ាងម៉េចអីយ៉ាលុយណាស់អាល្អិតរត់យឺតបន្តិចវ៉ាប្រដាប់ក្មេងលេងនេះលុយណាស់ក្មួយប្រដាប់ក្មេងលេងឈុតនេះថ្លៃជាង 10000 អ្នកទិញមិនកើតទេហាងរបស់យើងនេះគឺថាបើមិនទិញមិនឲ្យមើលទេនេះជាក្បួនអ្វីបើឯងចង់មើលអាចទៅមើលកន្លែងផ្សេងបានកុំមកឈរខាងយើងឯងមើលឯងស្លៀកពាក់នេះមើលទាំងខ្លួនប្រហែលជាមិនដល់ប៉ុន្មានដុល្លារផងមើលទៅមើលភ្លាមដឹងថាអ្នកស្រែហើយនៅលើខ្លួនក៏មានក្លិនស្អុយជូរផងដែរទៅឯងមកឈររងផ្លូវនៅទីនេះអ្នកណាគេហ៊ានចូលហាងយើងទៀតទៅនាងធ្វើអីហ្នឹងខ្ញុំថាហេតុអីបានជាស្អុយម្លេះគឺមាត់ស្អុយរបស់នាងនេះឯងលក់អីវ៉ាន់នៅផ្សារទំនើបគិតថាខ្លួនឯងជាអីវ៉ាន់ទំនើបដែរជឿអត់ខ្ញុំនឹងទូរស័ព្ទទៅការិយាល័យកណ្ដាលប្តឹងនាងអុយកុំអ្នកនាងខ្ញុំខុសហើយប្អូនតូចមិញបងស្រីខុសហើយបងស្រីសុំទោសប្អូនបានទេអ្នកនាងគុំអីបានហើយអាល្អិតមិញនេះខ្លាចច្រអត់ខ្ញុំគ្រាន់តែនឹកឃើញភ្លាមថាកាលពីមុនម៉ាក់ក៏ធ្លាប់ការពារខ្ញុំបែបនេះដែរប៉ុន្តែក្រោយមកគាត់រវល់ការងារកាន់តែខ្លាំងក៏គ្មានអ្នកមើលថែខ្ញុំទៀតទៅមិនអីទេក្រោយបងស្រីនឹងនៅជាមួយប្អូនអីយ៉ាទេពេញតែដីពិន្ទុពក 5A អរគុណលោកប្រធានតើនាងកំពុងយល់សប្តិឃើញអ្វីល្អទៅចុះលោកនឹងជួយខ្ញុំឲ្យវាការពិតបានទេគឺថានៅក្រុមហ៊ុនត្រូវរក្សាគម្លាតពីគ្នាពិន្ទុពកពីពូខ្ញុំអត់ឃើញអីសោះទេឯងនិយាយអីហ្នឹងពូខ្ញុំគិតថាបងស្រីណានស៊ីងគឺសាកសំធ្វើជាមីងខ្លាយរបស់ខ្ញុំណាស់ក្មេងល្ងងថាអ្នកលំដាប់លំដោយក៏ច្រឡំដែរគាត់និយាយអញ្ចឹងមានន័យថាម៉េចពិន្ទុពក1